ភាពស្មោះត្រង់យើងមិនអាចទាមទារពីអ្នកដទៃណាម្នាក់មកបានទេពីព្រោះភាពស្មោះត្រង់នេះគឺវាចេញមកពីសន្តានចិត្តរបស់មនុស្សម្នាក់ហើយភាពស្មោះត្រង់នេះយើងមិនអាចទៅទាមទារពីអ្នកដទៃណាផ្សេងទៀតដែរក្រៅពីមនុស្សដែលយើងស្រឡាញ់យើងគិតមើលសូម្បីតែឪពុកម្ដាយរបស់យើងដែលគាត់បានបង្កើតមកហើយបង្កើតយើងមកហើយហ្នឹងពេលខ្លះភាពស្មោះត្រង់ក៏មិនអាចជួយអ្វីបានដែរតែដូចជាពុកម្ដាយចឹងដែលខិតខំប្រឹងប្រែងរកស៊ីកន្លងមកឬក៏បានបង្កើតកូនប្រុសស្រីមកហើយប៉ុន្តែទាមទារភាពស្មោះត្រង់ពីកូនមិនបានទេនេះហើយទេបានទាមទារមិនបានភាពស្មោះត្រង់ទាំងអស់ហ្នឹងពីព្រោះភាពស្មោះត្រង់ហ្នឹងយើងមិនមែនជាអ្នកបង្កើតឲ្យពួកគាត់ទេសំបីយើងខ្លួនយើងអត់តន់ស្មោះត្រង់ជាមួយខ្លួនឯងទេពីព្រោះនៅពេលខ្លះក៏យើងធ្វើអំពើអាក្រក់ដែរទាំងដែលយើងមិនចង់ធ្វើទាំងដែលយើងមិនចង់បំពេញនៅអាចចំណុចខ្វះខាតទាំងអស់ហ្នឹងឯងប៉ុន្តែយើងមិនអាចធ្វើបានទេភាពស្មោះត្រង់បុគ្គលណាម្នាក់ដែលផ្ដល់ឲ្យយើងវាមានហេតុគ្រប់គ្រាន់ទើបគេផ្ដល់ឲ្យតែហៅថាមនុស្សស្រឡាញ់គ្នារបៀងប្រុសស្រីដែលស្រឡាញ់គ្នាហើយរហូតដល់ទៅចេញពាក្យមួយថាស្មោះត្រង់ជាមួយគ្នាស៊ូស្លាប់ជាមួយគ្នាពិបាកប៉ុណ្ណាក៏ដោយក៏មិនលះបង់គ្នាចោលដែរភាពស្មោះត្រង់អាហ្នឹងយើងសន្មតថាទាំងពីរអ្នកហ្នឹងម្នាក់កម្នាក់ខស្រឡាញ់គ្នាហ្នឹងស្រឡាញ់ទៅមកបង្ហាញឲ្យឃើញនៅភាពស្មោះត្រង់តែមែនទែនទៅមិនអាចបង្ហាញបានទេចុះបើសន្មតវិញថាបង្ហាញបានទេភាពស្មោះត្រង់ថាបានគឺតាមរយៈកាយវិការសកម្មភាពតាមរយៈពាក្យសម្ដីប៉ុន្តែពាក្យសម្ដីសួរថាវាជាភាពស្មោះត្រង់ពិតប្រាកដទេថាអត់ទេវាគ្រាន់តែជាការសន្មតចុះភាពស្មោះត្រង់នៅណាវិញវានៅក្នុងចិត្តរបស់មនុស្សយើងហើយបើទោះបីយើងចង់បង្ហាញគេថាយើងគឺជាមនុស្សស្មោះត្រង់បែបនេះជាមនុស្សស្មោះត្រង់បែបនោះយ៉ាងម៉េចក៏ដោយក៏វាមិនអាចដែរមិនដឹងថាបង្ហាញយ៉ាងម៉េចឲ្យឃើញមានតែខ្លួនយើងម្នាក់គត់ដែលដឹងថាភាពស្មោះត្រង់ហ្នឹងវាមានពណ៌សម្បុរបែបណាហើយបើសិនជាយើងមិនបានដឹងថាភាពស្មោះត្រង់ហ្នឹងវាមានពណ៌សម្បុរបែបនេះបែបនោះយើងមិនដឹងផងហើយយើងទៅចង់បង្ហាញឲ្យអ្នកដទៃហ្នឹងគេឃើញភាពស្មោះត្រង់របស់យើងតាមរបៀបណាមិនអាចទេភាពស្មោះត្រង់វាកើតឡើងចេញពីសត្វចិត្តណាឧទាហរណ៍យើងស្រឡាញ់មនុស្សណាម្នាក់អញ្ចឹងយើងស្រឡាញ់គេតែយើងឃើញអីពីគេយើងឃើញត្រឹមតែរូបសម្បត្តិរបស់គេឬក៏យើងឃើញពីគុណតម្លៃរបស់គេឬក៏យើងឃើញអ្វីក្រៅពីនឹងទៀតណាការឃើញទាំងអស់ហ្នឹងអ្នកដទៃដែលត្រូវយើងស្រឡាញ់ហ្នឹងគេមិនអាចដឹងបានទេគេអត់ដឹងទេថាយើងស្រឡាញ់គេដើម្បីអ្វីប្រកបទេប៉ុន្តែពេលខ្លះគេបានផ្លយមាត់សួរមកថាស្រឡាញ់ខ្ញុំហ្នឹងស្រឡាញ់ព្រោះឃើញអីស្រឡាញ់ចង់បានអីឲ្យប្រកបអាហ្នឹងក៏មានដែរហើយមែនទែនទៅបុត្រជនយើងនេះពាក្យថាភាពស្មោះត្រង់នេះឲ្យប្រកបប្រជាមានបងប្អូនថ្ងៃនេះល្អទៅថ្ងៃស្អែកមិនប្រកបថាល្អដូចថ្ងៃនេះថ្ងៃនេះអាក្រក់ថ្ងៃស្អែកមិនប្រកបថាអាក្រក់ដូចថ្ងៃនេះទេពីព្រោះសន្តានចិត្តរបស់មនុស្សយើងបុត្រជនយើងនេះគឺមានការប្រែប្រួលលឿនណាស់លឿនជាងផ្លេម៉ូតូទៀតលឿនផ្លេម៉ូតូគាត់ឲ្យឆ្វាច់មកយើងអាចមើលឃើញពលឺណាចេញពីសរសៃផ្លេម៉ូតូអីបានតែមនុស្សយើងនេះមិនអាចមើលឃើញសរសៃភាពស្មោះត្រង់ឬក៏សកម្មភាពផ្សេងឲ្យឃើញគឺមិនឃើញហ្មងអត់ឃើញចឹងហើយអ្នកដែលនិយាយថាខ្ញុំស្មោះត្រង់ជាមួយគាត់នឹងខ្ញុំស៊ូស្លាប់ចេះមួយចុះពីរយើងអាចនិយាយបានប៉ុន្តែយើងមិនអាចទៅហាមឃាត់គេថាត្រូវតែជឿមិនអាចមិនជឿខ្ញុំបានមិនអាចចឹងហើយដើម្បីឲ្យអ្នកដទៃគេទុកចិត្តលើយើងឥឡូវយើងក៏លេចមើលទៅព្រះសម្មាសម្ពុទ្ធពុទ្ធមិនត្រឹមតែមនុស្សទេដែលទុកចិត្តព្រះដែលស្មោះជាមួយនឹងព្រះសម្មាសម្ពុទ្ធគោរពទាំងចំពោះមុខទាំងក្រោយខ្នង
mấy ban phục vụ nó ban kê cổ rụp chúng bố pre mấy phục bút cứ chỉ bộ cô để smart trăng chia vì sắt thì cồn chia vì sắt thì bộ cô để miên phiếp bò được sắt mình nghe miên là lờ lộc ní cào tại vì phục bút mình nghe miên lô phe tô xạ mô hạ tật hệ toàn là ha ấy từng ngọn cứ bộ bút ban phải chọn ở liền chương để tha thưa oi mình u sạch prom tê bà đa ấy nâng cái đi đồng kia chỉ mùi nâng bộ bút cứ mình miệng này bộ bút trong đằng luôn bảo ông tha bảo ông cứ chỉ bộ cô đại tê bà đa nâng mình u thằng lại nâng cu của bộ chỉ bên này số tha bộ bút trong miền bờ tây tây oi chỉ mùi nâng ca sờ sa ca bát na ca smart trong phim luôn thằng nút thế thảo thế mình thế ở với đạiព្រះសម្មាសម្ពុទ្ធទ្រង់ត្រូវតែបំពេញនោះគឺការសង្គ្រោះសត្វលោកទៅតាមឧបនិស្ស័យសត្វណាដែលមានឧបនិស្ស័យជាមួយនឹងព្រះសម្មាសម្ពុទ្ធត្រូវជាមួយនឹងធម៌អីហ្នឹងគឺព្រះសម្មាសម្ពុទ្ធទ្រង់ប្រោះប្រទាននៅធម៌នោះតាមកាលតាមពេលវេលាដែលសមគួរហើយហ្នឹងគឺអញ្ចឹងហើយយើងចង់ធ្វើដូចព្រះមិនអាចបើថាចង់ឲ្យយើងសិក្សាថាហេតុអីបានជាមិនត្រឹមតែមនុស្សទេដែលស្មោះត្រង់ជាមួយព្រះសម្បីពពុទេវតាអិនព្រំក៏ស្មោះជាមួយនឹងពពុទ្ធដែរស្មោះក្រន់តែលឺពីថាពពុទ្ធទេវតាព្រំខ្លះញ័រខ្លាចមិនខ្លាចបែបពពុទ្ធមានអាជ្ញាទេណាគឺដោយភាពបរិសុទ្ធរបស់ព្រះគាត់តែលឺថាពពុទ្ធនេះគឺញ័រដូចប្រវត្តិព្រះសាអាមេត្រីក្រន់តែលឺថាពពុទ្ធពធប្រសង្ឃស្លាប់ពីរដងចុងក្រោយប្រាថ្នាជាពពុទ្ធចឹងភាពស្មោះត្រង់នេះវាចេញពីភាពបរិសុទ្ធមកដែរបើគ្មានភាពបរិសុទ្ធភាពស្មោះត្រង់ក៏មិនដឹងនៅណាដែរខ្ញុំអត់ជឿមនុស្សយើងនិយាយតែមាត់អត់ជឿចឹងពេលខ្លះគេអាចបង្ហាញចេញជាសកម្មភាពចេញជាកាយវិការដើម្បីឲ្យឃើញថាភាពស្មោះត្រង់របស់ខ្ញុំគឺបានលះបង់ចំពោះអ្នកទៅហើយចេះមួយចុះពីរទាំងបងប្អូនទាំងអស់គ្នាភាពស្មោះត្រង់នេះយើងមិនអាចទាមទារមិនអាចសុំពីនរណាបានទេភាពស្មោះត្រង់គឺកើតចេញពីភាពបរិសុទ្ធនេះ